ប្រែ360ដឺក្រេដួងមនិចដែលបងប្អូនមួយចំនួនស្គាល់ថាម៉ាក់និចធ្លាប់តែជាតារាសិចស៊ីពេលនេះស្រាប់តែលះបង់ផ្លូវលោកស្វែងរកព្រះធម៌នរណាមិនស្គាល់មិនស្រឡាញ់នៅភាពក្រមិចក្រមើមរបស់តារាសម្ដែងម៉ាណិចនៅពេលចេញមុខនៅក្នុងវីដេអូម្ដងនោះហើយនិយមដើរជាតួឆ្នះឆ្នើមនិងកំសត់នៅក្នុងខ្សែភាពយន្តជាច្រើនដល់ថ្នាក់កាលនោះអ្នកគាំទ្រដាក់រហស្សនាមថាជាស្វែងសុជាតាទី2ផងដែរថ្មីត្បិតនៅក្នុងវិស័យសិល្បៈម៉ាណិចជាមនុស្សនិយមដើរតួកាយយ៉ាងណាក្តីប៉ុន្តែនៅក្រៅឆាកនាងជាមនុស្សចិត្តល្អចូលចិត្តធ្វើបុណ្យនិងរួសរាយរាក់ទាក់ដាក់មនុស្សជុំវិញខ្លួនជានិច្ចបន្ទាប់ពីរៀបការចាប់ដៃគ្នាជាមួយអ្នកបង្កើតមាតិកាហៀឆាតឃើញថាអ្នកទាំងពីរបានផ្លាស់ទីលំនៅទៅផ្ទះលំហែដាំដំណាំរស់នៅតាមជនបទចាកចោលប្រជាប្រិយភាពនៅទីក្រុងមិនតែប៉ុណ្ណោះម៉ាណិចជានារីលេងខ្លួនដ៏ស្រស់ស្អាតហាក់គោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនលើសាសនាព្រះពុទ្ធនិងបានបូជាសក់ថែមទៀតផងនេះជាឧទាហរណ៍មួយដ៏គួរឲ្យគោរពនិងកោតសរសើរព្រោះថាដួងមនិចជាតារាស្រីម្នាក់បង្ហាញពីភាពច្បាស់លាស់ថាភាពសិចស៊ីនៅមុខកាមេរ៉ាមិនអាចឆ្លុះបញ្ចាំងពីអត្តចរិតចិត្តគំនិតខាងក្នុងរបស់នាងបានឡើយជ្រះថ្លាជាមួយនឹងព្រះពុទ្ធសាសនាណាស់ដោយតារាសម្ដែងដួងមនិចបានលើកឡើងថាបុគ្គលណាបានធ្វើទានដល់មនុស្សឬសត្វយ៉ាងច្រើនក្តីធ្វើទានដល់ព្រះអរិយ8ពួកក្តីធ្វើទានដល់ព្រះចេកពុទ្ធក្តីធ្វើទានដល់ព្រះសម្មាសម្ពុទ្ធក្តីនិងបុគ្គលណាមានចិត្តជ្រះថ្លាដល់ព្រះពុទ្ធព្រះធម៌ផងព្រះសង្ឃផងជាទីពឹងការមានចិត្តជ្រះថ្លាដល់ព្រះត្រៃសរណគមនេះមានផលច្រើនជាងទាននោះទៅទៀតនិងបុគ្គលណាមានចិត្តជ្រះថ្លាសមាទាននៅសិក្ខាបទទាំងឡាយគឺជាចេតនាជាហេតុជៀសវាងការញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វមួយវាចាកការលួចទ្រព្យអ្នកដទៃមួយវាចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយមួយវាចាកការពោលពាក្យកុហកមួយការវាចាកបរិភោគនៅគ្រឿងស្រវឹងគឺសុរានិងមេរ័យមួយគឺការរក្សាសិលមានផលច្រើនជាងទាននោះទៅទៀតនិងបុគ្គលណាចម្រើននៅមេត្តាចិត្តដោយហោចទៅសូម្បីទាំងអស់កាលមួយត្រឹមតែមួយរូតទឹកដោះគោតែប៉ុណ្ណោះការចម្រើនមេត្តាចិត្តនេះមានផលច្រើនជាងទាននោះទៅទៀតនិងបុគ្គលណាចម្រើននៅអនិច្ចសញ្ញាសូម្បីអស់កាលគ្រាន់តែផ្ទាត់មេដៃប៉ុណ្ណោះការចម្រើននេះមានផលច្រើនជាងទាននោះទៅទៀតនេះគឺជាការសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់តារាសម្ដែងដួងមនិចតែបងប្អូនមួយចំនួនបានចាប់អារម្មណ៍ថាគឺជាការប្រែ360ដឺក្រេរបស់ដួងមនិចធ្លាប់តែជាតារាសិចស៊ីពេលនេះស្រាប់តែលះបង់ផ្លូវលោកស្វែងរកផ្លូវធម៌ទៅវិញ